haiនៅក្នុងប្រព័ន្ធកំសាន្តនេះគឺយើងមានអក្សរ PWR គឺបិទឧទាហរណ៍ថាខ្ញុំបើកវិទ្យុនេះតម្លើងសំឡេងគឺខាងនេះ volume នេះឬក៏តម្លើងដៃជាកូនតែបើសិនខ្ញុំចង់បិទខ្ញុំចុចតែ PWR នេះមួយមកគឺបិទហើយអញ្ចឹងខាងនេះគឺបិទតម្លើងសំឡេងបន្ថយសំឡេង menu និងចុច home នេះ Bluetooth audio ចាំប្រព័ន្ធកំសាន្តយើងមាន USB ក៏បាន Bluetooth ក៏បាន AM FM ដោតauxiliary ក៏បាននេះខាងក្រោមនេះកន្លែងគេដោតឌុយឬក៏ USB នេះគឺចាក់ disk ខាងលើនេះខាងនេះគឺ USB អូខេអញ្ចឹងប្រព័ន្ធកំសាន្តនេះអានេះដូរប័ណ្ណចម្រៀងដូចគ្នាដូចប័ណ្ណចម្រៀងឬក៏ដូរពណ៌វិទ្យុឆ្វេងស្ដាំអានេះលើកទូរស័ព្ទនេះប្រព័ន្ធកំសាន្តតែនៅក្នុងប្រព័ន្ធកំសាន្តបើសិនចុចយក menu មកគេមានទូទៅការ set up បន្ថែម echo ដែលយើងឆែកក្នុងនោះក៏មានក្នុងនេះដូចគ្នា echo កម្រិតនៃការស៊ីប្រេងយើងស៊ីប្រេងកម្រិតណាគឺអានេះគឺ live ថាយើងជិះបណ្ដាយើងចុចមើលអានឹងបណ្ដាគឺវា live វាបង្ហាញថាយើងកំពុងជិះហ្នឹងគឺស៊ីកម្រិតប្រហែលលីត្រក្នុង100គីឡូម៉ែត្រអញ្ចឹងបើយើងជន់ខ្លាំងវាឡើងដល់នេះ30លីត្រ20លីត្រ10លីត្រឬក៏ធំនេះក្រោម10លីត្រផាសរិខិតនៃការជិះមួយរយៈមុនជាមួយនឹងឥឡូវអានេះគឺ base របស់គេគឺកម្រិតសំចៃបំផុតរបស់គេគឺ 5.9 លីត្រក្នុង100គីឡូម៉ែត្រជាងជិះផ្លូវឆ្ងាយជន់អត់បខំគឺស៊ីតិច set up បន្ថែមនេះមានការកំណត់បន្ថែមតែចំណុចសំខាន់នៅលើនេះហ្មងគឺតើតើនឹងប្រព័ន្ធកំសាន្ត Bluetooth ហ្នឹងយើងអាចជួប Bluetooth បានសម្រាប់ LAN មួយគឺបាន5 device អានេះឧទាហរណ៍ឥឡូវយើងមាន4ចឹងយើងចង់បន្ថែមមួយទៀតយើងចុច add មកគឺវាបង្ហាញឈ្មោះចឹងយើងនៅក្នុងទូរស័ព្ទរបស់យើងអាចភ្ជាប់បានភ្ជាប់ Bluetooth ជាមួយនឹង LAN បានចាក់ប្រព័ន្ធកំសាន្តយើងចុចយកប្រព័ន្ធកំសាន្តយកពី Bluetooth មកគឺវាឮសំឡេងនេះ Bluetooth នេះអូខេហើយខាងស្ដាំនេះគេមានពាក្យថា sound នេះគឺយើងអាចកំណត់នេះគឺយើងសេរី speaker សេរី bass mid tremble ជាមួយនឹង bass នេះ bass គេដាក់បុកដល់កប់អញ្ចឹងយើងបន្ថយ bass អញ្ចឹងតាមការចូលចិត្តរបស់បងប្អូនចង់ស្ដាប់សំឡេងបែបបុកខ្លាំងទៅឡើង bass ទៅអានេះគឺអានេះគេដាក់ front rear left right សេរី bass หมายថាឧទាហរណ៍ថាអ្នកខាងក្រៅគេមិនសូវចូលចិត្តស្ដាប់ bass ទេបងអាចសេរីវាមកមុខមកហើយអ្នកខាងមុខស្ដាប់អ្នកខាងក្រៅមិនសូវស្ដាប់ឬក៏បើសិនជាបងអត់ចង់ស្ដាប់ទេអ្នកខាងក្រៅគេចង់ស្ដាប់យើងអាចសេរីមកខាងក្រៅចាអានេះបើថាបើសិនជាចាក់សំឡេងទៅគឺវាលឺខាងក្រៅច្រើនជាងខាងមុខអានេះនៅកណ្ដាលអូខេបន្តមកទៀតចាប់ពីហ្នឹងហើយឥឡូវយើងចូលដំនេះគឺយើងមានកាពីតា H2 H4 L4 H2 នេះគឺ high speed two wheel drive ប៉ុង1ប៉ុងក្រោយបើកទូទៅក្នុងលក្ខខណ្ឌធម្មតា H4 នេះគឺ high speed four wheel drive ប៉ុង2ហើយអាចបើកល្បឿនលឿនបានអញ្ចឹងដើម្បីដូរកាច់ពីប៉ុង1មកប៉ុង2បានក្រោមក្នុង100គីឡូម៉ែត្រក្នុងម៉ោងអាចកាច់បានពីប៉ុង1មកប៉ុង2ល្បឿនលឿនប៉ុន្តែបើសិនជាពី H4 មក L4 សម្រាប់ពេលចប់ហុងឬក៏ផ្លូវពិបាកខ្លាំងរត់អត់លឿនទេគឺយើងឈប់សិនឥឡូវខ្ញុំកាត់ចូលនេះពីប៉ុង1មកប៉ុង2ប៉ុង1ប៉ុង2អញ្ចឹងនៅពេលដែលកាច់ចុះគឺវាលុតសញ្ញានេះហើយវាអត់លុតផ្លែតទេបើសិនជាលុតផ្លែតគឺវាអត់ជាប់ទេនេះគឺប៉ុង2សម្រាប់បើកផ្លូវហៅថាផ្លូវទូទៅដែលយើងអាចបើកលឿនបានបន្តមកទៀតឥឡូវឧទាហរណ៍ថាខ្ញុំដល់កន្លែងជាប់ហុងខ្ញុំចង់កាត់ចូលពី H4 មក L4 អញ្ចឹងតម្រូវឲ្យឈប់សិនហើយយើងដាក់ N សិនអានេះដេយើងរុញមួយ N ហើយយើងអាចអានេះគេដាក់ push អញ្ចឹងសង្កត់វាទៅក្នុងកាច់មកស្ដាំមកអានេះគឺប៉ុង2កម្លាំងខ្លាំងអញ្ចឹងនៅពេលដែលប៉ុង2កម្លាំងខ្លាំងល្បឿនយឺតតនាការហើយអានេះប្រព័ន្ធទប់ដំណឹងគឺវាដាច់ចេញ 4LO ហើយអញ្ចឹងនៅពេលដែលយើងទាញដាក់ដេមកកម្លាំងវាគឺខ្លាំងដើម្បីសដៅឬក៏នៅពេលដែលចប់ហុងហើយបើបងប្អូនចង់ដោះដូចគ្នាដាក់ N នេះគ្នាដាក់ N ហើយយើងកាច់មកម្ដងមួយមកយើងសង្កត់កាច់មកឆ្វេងអញ្ចឹងវាដោះម្ដងមួយនេះនៅពេលយើងដោះទៅវាជាប់តែសញ្ញាប៉ុង2ទេវាអត់ចេញដល់ 4LO ទេហើយយើងកាច់មកក្រោយមកតង់ទៀតមកនេះគឺសម្រាប់ដោះប៉ុងអូខេឥឡូវនេះគឺយើងនៅ H2 វិញ H2 គឺប៉ុង1ប៉ុងក្រោយអញ្ចឹងអានេះប៉ុង1ប៉ុងក្រោយសម្រាប់រត់លឿន
ស៊ីតិចអានេះប៉ុង2សម្រាប់រត់លឿនដែរតែយើងប្រើប៉ុង2មុខផងក្រោយផងអានេះសម្រាប់ពេលចាប់ផងហើយមួយទៀតជាមួយគ្នាដែរគឺយើងមានខាងនេះគឺ deflock អានេះប៉ុងមុខមួយក្រោយមួយអានេះ deflock គឺ lock ប៉ុងក្រោយអញ្ចឹងបើសិនជាធម្មតាបើសិនជាឡានរបស់យើងជាប់ហុងជាប់កង់ឆ្វេងបើយើងអាឡុកប៉ុងទេគឺអាឆ្វេងហ្នឹងទួងអាស្ដាំនៅលើនេះអត់ដំណើរការទេអញ្ចឹងចុច lock មួយទៀតដើម្បីឲ្យអាក្រោយហ្នឹងគឺដំណើរការទាំងគូហើយនេះ DAC downhill assist control ប្រព័ន្ធចុះចំណោតហ្នឹងដំណើរការនៅពេលដែលយើងដាក់ដល់ X4 ដែរតែថាយើងប្រើប៉ុង2ពេលចុះចំណោតហើយបន្តមកទៀតយើងចុច DAC មួយទៀតគឺវាចេញសញ្ញារូបឡាននេះអញ្ចឹងបើសិនជាបងប្អូនដាក់ត្រឹម X2 ក៏វាអត់ជាប់ដែរតើ X4 មិនជាប់អាហ្នឹងវាដំណើរការនៅពេលដែលយើងចុះពីចំណោតខ្លាំងគឺវាជួយអបប្រាំងវាជួយអបប្រាំងកុំឲ្យឡានចុះពីចំណោតមកលឿនពេកហើយយើងក៏អត់ពិបាកក្នុងការជន់ប្រាំងអាស off នេះអានេះបើយើងចុចទៅគេចេញពាក្យថា traction control turn off នេះ TRC off TRC ហ្នឹងគឺ traction control turn off ប្រព័ន្ធទប់លំនឹងបើសិនជាយើងបិទវាវាបិទទាំង VSC បិទទាំង traction control ហ្នឹងប្រព័ន្ធហ្នឹងវាជួយនៅពេលដែលយើងឧទាហរណ៍ថាយើងឈប់ឡាននៅលើដីល្អិលប្រព័ន្ធហ្នឹងគឺវាជួយបែងចែកសម្ពាធប្រាំងជាមួយនឹងកម្លាំងរបស់ម៉ាស៊ីនទៅកង់កុំឲ្យឡានហ្នឹងវាទួងកង់អញ្ចឹងបើសិនជាយើងបិទវាចោលលក្ខខណ្ឌគឺនៅពេលដែលឡានជាប់ហុងឬក៏យើងចង់ឲ្យឡានទួងកង់